សូមអនុមោទនាឆ្លៀតឱកាសបញ្យល់បន្តិចទៅនៅក្នុងធัวដែលប្រគុណចាស់សាកសួរអំពីវិសុទ្ធិ7ហ្នឹងមកក៏នឹកឃើញបញ្យល់ចឹងទៅកុំឲ្យកណ្ដាពុទ្ធចាស់ញាតិញោមសន្ទនាធัวអីគ្នាទៅចេះតែជជែកគ្នាទាំងតាមពិតធัวប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រងាប់ល្អណាប៉ុន្តែយើងអ្នកជជែកគ្នាហ្នឹងវាចេះតែក្តៅក្រហាយក្តៅក្រហាយណាហ្នឹងចឹងយើងត្រូវឲ្យស្ងប់រងាប់ទៅនៅក្នុងធម៌របស់ព្រះដែលមានពុភៈមិនមែនយកមកជជែកប្រកែកអីគ្នាយកឈ្នះយកចាញ់អីទៅទេណាយកឲ្យបានយល់ដឹងហ្នឹងយល់ដឹងយើងត្រូវអាស្រ័យការសិក្សាឲ្យបានច្រើនបន្តិចព្រោះយើងអ្នកជជែកគ្នាវាយកអាការចេះដឹងហ្នឹងទៅជជែកបើវាបានសម្រេចតែម្ដងទៅវាអត់មានអីទៅជជែកឲ្យខុសឲ្យខឹងអីទេអានេះយើងរៀនចេះដឹងទៅយកអាការចេះដឹងហ្នឹងទៅជជែកណាអញ្ចឹងទៅវាចេះដឹងវាមានជំរឿទៅនៅក្នុងធัวទាំងអស់ហ្នឹងយើងវាអត់បានដឹងដល់រួចទៅយកមកជជែកគ្នាណានៅក្នុងការដែលបានសម្រេចមគ្គផលដែលជាលោកតរៈហ្នឹងវាចូលនៅក្នុងអបណាជីវ័នទៀតអបណាជីវ័នតែសម្រាប់សោតាបត្តមៈសោតាបត្តផលហើយវាអត់មានសោតាបត្តមៈសោតាបត្តផលឯណាក្រៅអំពីអបណាជីវ័នជាលោកតរៈដែលមាន40នឹងទេណាលោកតរៈជាអបណាជីវ័នហ្នឹងវាមាន40នឹងវាអត់មានមគ្គផលអីក្រៅពីនឹងទៀតទេណាដែលរាប់7 8 9ហ្នឹងគឺរាប់មគ្គ4ផល4ដោយសង្ខេប8ហ្នឹងបូកនឹងលោកយៈចិត្ត81វាទៅជា89តែដល់ទៅពិស្ដា8ហ្នឹងគឺណា8ហ្នឹងគឺคล้ายទៅជា40វាអត់មាន40ផ្សេង8ផ្សេងទៀតទេណាដោយសង្ខេបហ្នឹងគឺ8ហ្នឹងប៉ុន្តែដោយពិស្ដាគឺ8ហ្នឹងទៅជា40ណាព្រោះ8ហ្នឹងវាគិតទៅតាមឈាន5ហ្នឹងវាទៅជា40អញ្ចឹងគឺបានន័យថាឲ្យតែមគ្គផលកើតឡើងគឺកើតនៅក្នុងអបណាហើយបឋមឈានអត់មានទុតិយឈានតតិយឈានទេតែមគ្គផលដែលកើតក្នុងទុតិយឈានតតិយឈានចតុតឈានបញ្ញមឈានគឺតលបុគ្គលនឹងបានឈាននឹងនៅក្នុងវិខំភនៈបហានៈខ្ញុំប្រើពាក្យវិខំភនៈបហានៈដើម្បីកុំឲ្យយើងស្ដាប់ពីច្រឡំណាវិខំភនៈបហានៈហ្នឹងគឺផ្នែកខាងសមថៈសង្កត់នៅកិលេសណាដោយបឋមឈានទុតិយឈានក្នុងការចម្រើនកសិនចម្រើនសុខឬក៏ចម្រើនអានាបានសតិឬក៏ចម្រើននៅព្រះមវិហារធម៌ហ្នឹងណាអាហ្នឹងដល់បានសម្រេចដល់ឧទាហរណ៍ទៅទុតិយឈានដល់ពេលចេញពីទុតិយឈានហ្នឹងមកចិត្តវានៅស្ងប់រងាប់តែចេញពីឈានមកចិត្តវានៅស្ងប់រងាប់ទាំងស្ងប់រងាប់ណាហើយចិត្តដែលស្ងប់រងាប់ហ្នឹងជាទីតាំងមួយនៃបញ្ញាដែលពិចារណានៅអង្គរបស់ឈានហ្នឹងដែលកើតឡើងហ្នឹងវាអត់មានសត្វប្រគល់ទូខ្លួនដែលជាអ្នកបានសម្រេចនៅទុតិយឈានហ្នឹងទេណាវាឃើញដល់ចិត្តចេតសិកហ្នឹងណាហើយចិត្តចេតសិកហ្នឹងវាអាស្រ័យនឹងវត្ថុរូបណាវាឃើញដល់ទៅការកើតការរលត់នៃរូបហ្នឹងទៅទៀតរួចទៅសោតាបត្តមៈកើតឡើងសោតាបត្តមៈកើតឡើងព្រឹបក្នុងពេលហ្នឹងគឺកើតក្នុងទុតិយឈានតែទុតិយឈានក្នុងទីនេះគឺលោកតរៈណាចេញអំពីទុតិយឈានដែលជាលោកយៈហ្នឹងទុតិយឈានលោកយៈហ្នឹងគឺបានចេញមកហើយប៉ុន្តែដល់ទៅបានសម្រេចសោតាបត្តមៈសោតាបត្តផលក្នុងពេលហ្នឹងដែលទៅចេញអំពីទុតិយឈានលោកយៈហ្នឹងអញ្ចឹងគឺលោកតរៈហ្នឹងត្រូវកើតក្នុងទុតិយឈានដោយសារមានទុតិយឈានហ្នឹងជាបាតណាបានលោកតរៈហ្នឹង
កើតឡើងមានទុតិយឈានដែរតែទុតិយឈានហ្នឹងទុតិយឈានលោកតរៈទេវាមានឧបនិស្សយបច្ច័យអំពីទុតិយឈានលោកកិយៈហ្នឹងអាហ្នឹងដែលលោកតរៈហ្នឹងមានទុតិយឈានតតិយឈានក៏នៃដូចគ្នាចតុតឈានក៏នៃដូចគ្នាបញ្ញមឈានក៏នៃដូចគ្នាចេញពីបញ្ញមឈានមកនៅជាបឋិជនទេណានៅជាបឋិជនប៉ុន្តែឧបនិស្ស័យវាទៅដល់កន្លែងហ្នឹងវិបស្សនាញាណកើតឡើងហ្នឹងបានសម្រេចសោតាបត្តមៈសោតាបត្តមៈនឹងកើតព្រឹបគឺកើតក្នុងបញ្ញមឈានណាបញ្ញមឈានលោកកតរៈដោយសារវាមានឧបការៈជាឧបនិស្សយបច្ច័យពីបញ្ញមឈានដែលជាលោកយៈហ្នឹងអានឹងបានវាមានបឋមឈានទុតិយឈានតតិយឈានបើចេញអំពីលោកយៈឈានជាបឋមឈានមកហើយពិចារណានៅអង្គឈានហ្នឹងដោយវិបស្សនាដល់ពេលបានសម្រេចលោកតរៈក៏ក្នុងបឋមឈានជាលោកតរៈនឹងដែរដោយមានលោកយៈជាឧបការៈបឋមឈានលោកយៈនឹងជាឧបការៈឯចំណែកវិបស្សនាញាណដែលមិនមានការឧបត្ថម្ភអំពីបឋមឈានទុតិយឈានតតិយឈានណាអត់មានការឧបត្ថម្ភអំពីឈានទៅនៅក្នុងសមថៈនឹងទេណាកុំចាំបាច់ដល់ទៅបឋមឈានតែឧបចារសមាធិហ្នឹងណាដែលជាលោកយៈហ្នឹងក៏អត់បានវឹកហាត់អប់រំផងពីព្រោះអីពីព្រោះស្រាប់តែបានមកជួបព្រះរាមាវិភាកស្ដាប់ព្រះធម៌ណាបានស្ដាប់ព្រះធម៌ចឹងណាមិនបានប្រព្រឹត្តទៅនៅក្នុងសមថៈដែលជាវិក្ខំបនៈបហានៈនោះណាអត់បានប្រព្រឹត្តទៅនៅក្នុងអារម្មណ៍ដែលជាកសិនមិនបានប្រព្រឹត្តទៅក្នុងអារម្មណ៍ដែលជាអានាបានៈដែលជាព្រះមវិហារធម៌អីទេណាអ្នកខ្លះកំពុងតែស្ទួយត្រីអីចឹងទៅមានរឿងរ៉ាវណាហើយអ្នកខ្លះក៏ទៅរស់ស្ដាប់ព្រះរាមាវិភាកអ្នកខ្លះទៅរស់ជេរទាំងព្រះនៅទៅទៀតណាមានច្រើនណាស់ទៅបន្ទោសសារាយនឹងព្រះអង្គទៅលើកពាក្យតេចំពោះព្រះអង្គដល់ព្រះអង្គបកស្រាយមកចឹងទៅក៏មានសេចក្តីជ្រះថ្លានឹងព្រះធម៌ទៅណាខ្លះក៏បានសម្រេចនៅពេលហ្នឹងទៅខ្លះក៏មានសទ្ធាជ្រះថ្លាចូលកម្មភ្លោះទៅក្រោយមកក៏បានសម្រេចទៅយើងឃើញមានហូរហែតាមហ្នឹងអញ្ចឹងឥឡូវយើងនិយាយចំពោះអ្នកដែលមិនមានការដែលត្រូវអប់រំចម្រើនសម្បត្តិអីជាបាបមកទេគឺបានសេចក្តីស្ងប់ចិត្តពេលដែលស្ដាប់ព្រះធម៌ហ្នឹងជាឧបការៈប៉ុណ្ណឹងស្ងប់ចិត្តក្នុងការស្ដាប់ព្រះធម៌ហ្នឹងក៏មានបៃតេបាមុជ្ជៈហើយណាក្នុងការស្ដាប់ព្រះធម៌ហ្នឹងចឹងពេលជាមួយគ្នាហ្នឹងណាអាចស្ងប់ដល់កម្រិតបណ្ណាទៅតាមហ្នឹងណាក្នុងពេលដែលស្ដាប់ព្រះធម៌ហ្នឹងណាហើយវាស្ងប់ខ្លាំងនៅក្នុងវិបស្សនាទៀតណាស្ងប់ខ្លាំងនៅក្នុងវិបស្សនាញាណដែលកើតឡើងហ្នឹងចឹងអ្នកខ្លះពុំតែស្ដាប់នឹងវិបស្សនាញាណក៏កើតឡើងណាអត់មានបំណងអីដើម្បីទៅធ្វើចិត្តឲ្យស្ងប់ទេប៉ុន្តែការស្ដាប់ព្រះធម៌ពីរោះហ្នឹងវាស្ងប់ដោយការស្ដាប់ហ្នឹងវាស្ងប់មួយទៀតដោយវិបស្សនាញាណកើតឡើងណាហើយអ្នកខ្លះបានស្ដាប់យល់ចូលចិត្តហើយមិនតាន់បានសម្រេចទេក៏ពិចារណានៅបញ្ចខណ្ឌនឹងឯងដោយយោនិសោមនសិកាណានឹងគឺយកខណ្ឌ5ហ្នឹងមកជាអារម្មណ៍នៃយោនិសោមនសិកាហ្នឹងតែម្ដងជាមួយគ្នានឹងការអប់រំចម្រើនសតិប្បដ្ឋានហ្នឹងសេចក្តីស្ងប់វាកើតនៅក្នុងវិបស្សនាញាណហ្នឹងតាំងពីនាមរូបបរិច្ឆេទញាណហ្នឹងទៅដែលកើតឡើងនឹងស្ងប់ប៉ុណ្ណាទៅចឹងស្ងប់ក្នុងវិបស្សនាហ្នឹងណាមិនមែនស្ងប់លំមាក់លមងទេមិនមែនស្ងប់ដូចយើងគ្រាន់តែគិតទេយើងកុំចិត្តតែជាប់ជំពាក់ចិត្តទៅនៅក្នុងរឿងពាក្យថាស្ងប់ហ្នឹងមានតែការចម្រើនសមថៈណាដែលមានអារម្មណ៍ទៅនៅក្នុង
ចលដង្ហើមចេញចូលឬក៏កសិនឬក៏ស្អីចឹងទៅណាអសពអីព្រះមហាអីចឹងទៅឲ្យលើពាក្យថាស្ងប់ហ្នឹងយើងចិត្តតែគិតទៅនៅក្នុងរឿងសមាធិភាវនាសមថៈអីហ្នឹងក្នុងអារម្មណ៍ហ្នឹងក្នុងវិបស្សនាញាណហ្នឹងមានសមាធិក្នុងវិបស្សនាញាណហ្នឹងមានសមថៈណាជាពិសេសគឺស្ងប់ទិដ្ឋិណាស្ងប់ទិដ្ឋិស្ងប់សេចក្តីប្រកម្មទៅលើរូបធម៌និងនាមធម៌ហ្នឹងណាហើយអកុសលនិវរណៈក៏វាស្ងប់ណាក្នុងឋានៈនៃវិបស្សនាញាណហ្នឹងវាអត់មានមកច្បុកច្បល់អីដោយអកុសលនិវរណៈទេនៅក្នុងវិបស្សនាញាណហ្នឹងដែលកើតឡើងហ្នឹងណាពិតមែនតែកាលដែលមិនតាន់មានវិបស្សនាញាណដែលត្រូវចម្រើនឡើងខ្លាំងវាអាចមានអកុសលនិវរណៈកើតឡើងអកុសលនិវរណៈហ្នឹងក៏ជាអារម្មណ៍នៃសតិរលឹកផងដែរហ្នឹងប្រកដីនៃអប់រំចម្រើននៅសតិប្បដ្ឋានចឹងព្រោះនិវរណៈបព្វៈនៅក្នុងធម្មានុបស្សនាសតិប្បដ្ឋានណាហ្នឹងក៏ជាអារម្មណ៍នៃសតិរលឹកផងដែរដូច្នេះក្នុងវិបស្សនាញាណហ្នឹងគឺចាប់យកនៅរូបធម៌និងនាមធម៌ចឹងរូបធម៌និងនាមធម៌ដែលជាជីវិតជាប្រកដីនេះដែលលទ្ធិសាសនាដទៃមិនអាចយល់ដឹងបានទេចឹងវាតែងតែយល់ឃើញមានអត្តាតួខ្លួនណាយ៉ាងល្អិតជ្រៅនៅក្នុងគំនិតរបស់គេថែមពីលើបញ្ចខណ្ឌដែលបែកធ្លាយហ្នឹងទៅវាត្រូវមានខ្លួននឹងស្ទុះអន្ទល់ទៅកើតទៀតទៅនៅក្នុងបរមាត្ម័នឬក៏ទៅនៅក្នុងពលឹងរបស់វិសុទ្ធអីចឹងទៅតាមលទ្ធិសាសនាដទៃណាវាមានការប្រកម្មមមទៅនៅក្នុងរឿងទិដ្ឋិហ្នឹងចឹងនៅក្នុងទិដ្ឋិហ្នឹងអ្នកខ្លះប្រកម្មមមរហូតអត់ស្ដាប់ពាក្យដតីក្រៅអំពីលទ្ធិសាសនារបស់ខ្លួនហ្នឹងតែអ្នកខ្លះជាអ្នកសិក្សាស្រាវជ្រាវចឹងបានមកជួបបត្រៃបិដកបានមកជួបពធក្នុងពុទ្ធសាសនានឹងសិក្សាប៉ះចំទៅអូឧបនិស្ស័យផប់លៀបសំណាងរបស់គាត់សម្បើមចឹងព្រោះសច្ចធម៌ចឹងសច្ចធម៌ជាការពិតណាវាមាននរណាអ្នកគិតផ្សេងពីគំនិតដែលកើតរលត់នឹងទៀតណាប៉ុន្តែអារឿងលទ្ធិណាដែលមានអត្តវាទនេះដែលមានវាទៈថាខ្លួននេះវាឃើញមានខ្លួននឹងអ្នកគិតខ្លួនអ្នកធ្វើកម្មខ្លួនអ្នកទទួលផលកម្មទទួលរង្វាន់ជាការសោយសុខទទួលទុក្ខទទួលទរណកម្មវាឃើញមានអត្តនេះអត្តតួខ្លួននេះអាហ្នឹងក្នុងលទ្ធិសាសនាដទៃក្រៅអំពីពុទ្ធសាសនាវាឃើញមានអញ្ចឹងតែក្នុងពុទ្ធសាសនាយើងបានស្ដាប់បានសិក្សាមកហើយមានបញ្ញាកើតឡើងអប់រំទៅវាអត់មានឃើញភាវៈជាអត្តជាតួខ្លួនអ្វីផ្សេងពីរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងដែលមានបច្ច័យកើតឡើងហើយរលត់ទៅបដិច្ចសមុប្បាទធម៌គឺវាអត់មានស្អីមួយដោយដាច់ខាតដោយខ្លួនឯងទេគឺតតែនេះមានបាននោះមានវាអត់មានស្អីដោយខ្លួនឯងទេវាតតែអាស្រ័យបច្ច័យបានរបស់នឹងមានដូចជាសង្ខារអញ្ចឹងដែលវាអាចកើតឡើងមានវាតតែមានអវិជ្ជាវិញ្ញាណអញ្ចឹងវាតតែមានអភិសង្ខារនាមរូបវាតតែមានវិញ្ញាណវាតេតងគ្នាអញ្ចឹងហើយបើថានេះមិនមានទេនោះក៏មិនមានវាអត់ទេអញ្ចឹងទៅណាអាហ្នឹងរឿងពិតធម្មជាតិណាដូច្នេះក្នុងការដែលបានកំណត់ដឹងនៅឧបាទានខណ្ឌនេះការដែលបានកំណត់ដឹងនឹងឯងចឹងដែលនាំមកនៅសេចក្តីស្ងប់នៅក្នុងហ្នឹងសេចក្តីស្ងប់ក្នុងហ្នឹងចម្រើនទៅចឹងចម្រើនខ្លាំងទៅនៅក្នុងវិបស្សនាញាណហ្នឹងណាមានសេចក្តីស្ងប់ទៅតាមខណៈនៃវិបស្សនាញាណរហូតដល់ទៅស្ងប់ចូលទៅឯបសុបនិងបឋមឈានណាមានស្ងប់ចូលទៅឯបសុបក្នុងបឋមឈាន
ដល់ទៅពេលសោតាបត្តមៈកើតឡើងគឺបឋមឈានអបណាជីវ័នចឹងណាបឋមឈានអបណាជីវ័ននឹងឯងគឺជាអរិយមគ្គមួយគណៈក្នុងពេលហ្នឹងហើយបានអរិយផលដែលកើតឡើង2គណៈឬ3គណៈក្នុងមគ្គវិធីនឹងឯងក្នុងពេលហ្នឹងគឺជាអបណាជីវ័នដែលកើតឡើងហ្នឹងណានឹងគឺជាលោកតរៈខ្លួនឯងសុទ្ធអត់មានតេតួងនឹងបឋមវិឈានដែលជាវិខំភនៈបហានៈនឹងជាបាបទេណាអញ្ចឹងសូមឲ្យយើងបានជ្រាបថានៅក្នុងសោតាបត្តមៈដែលកើតឡើងនឹងក្នុងពេលហ្នឹងគឺមានសម្មាទិដ្ឋិសម្មាសង្កប្បៈនឹងសង្គ្រោះក្នុងបញ្ញាហើយមានវិរតិសម្មាវាចាសម្មាកម្មន្តោសម្មាអាជីវោនឹងសង្គ្រោះចូលក្នុងសិលដោយជាតិសង្កហៈហើយបានវិរិយសតិឯកកតានឹងសង្គ្រោះចូលនៅក្នុងសមាធិខណ្ឌណាព្រោះពួកធម៌ហ្នឹងវាធ្វើឲ្យមានសមាធិវាធ្វើឲ្យមានសេចក្តីស្ងប់រងាប់នៅក្នុងអរិយមគ្គហ្នឹងណាវានៅក្នុងពួកសមាធិនឹងបានទៅជាសមាធិខណ្ឌទៅដោយសញ្ជាតិសង្កហៈឯបញ្ញាសមាទិដ្ឋិនឹងអានឹងវាចូលក្នុងបញ្ញាហើយប៉ុន្តែវាមានសម្មាសង្កប្បៈសម្មាសង្កប្បៈហ្នឹងគឺវិតកៈហ្នឹងទៀតអាហ្នឹងក៏សង្គ្រោះចូលនៅក្នុងបញ្ញានឹងដែរដោយកិរិយាសង្កហៈណាកិរិយាការធ្វើណាចឹងផ្នែកខាងការត្រេះរិះហ្នឹងដែលជួយក្នុងកិច្ចការងារនៃសម្មាទិដ្ឋិគឺបញ្ញានឹងឯងប្រព្រឹត្តទៅនៅក្នុងសច្ចៈ4ហ្នឹងអាហ្នឹងហៅថាកិរិយាសង្កហៈណាសង្កហៈនោះវាមាន4ចឹងណាវាមាន4សង្កហៈ3អំបញ្ញមិញហ្នឹងហើយគឺកិរិយាសង្កហៈជាតិសង្កហៈអានឹងវិរតិ3ណាសង្គ្រោះចូលក្នុងសិលហើយសញ្ជាតិសង្កហៈអានឹងវិរិយសតិឯកកតាហ្នឹងដែលសង្គ្រោះនៅក្នុងសមាធិខណ្ឌហ្នឹងហើយសង្កហៈមួយទៀតគណនីសង្កហៈហ្នឹងគឺសង្គ្រោះដោយការរាប់អានឹងវានៅក្នុងព្រះអភិធម្មគម្ពីរដែលព្រះអង្គទ្រង់ត្រាស់សម្ដែងវាមានគម្ពីរបន្តគម្ពីរវិភាំងទៅនោះណាធាតុកថាណាអភិធម្មសន្តនីរួចវិភាំងណាអភិធម្មសន្តនីក្នុងដីដកលេខ78 79ណាហើយវិភាំង80 81 82 83នេះក្នុងដីដកម៉ែយើងលេខ83នេះណាវាមានធាតុកថាហើយក្នុងបុគ្គលបញ្ញត្តិធាតុកថាហ្នឹងដែលមានការរាប់សង្គ្រោះធัวទាំងឡាយហ្នឹងទៅក្នុងខណ្ឌក្នុងធាតុក្នុងអាយតនៈហ្នឹងអាហ្នឹងខ្ញុំប្រកាសបានគ្រាន់តែអារតនីពាក្យថាសង្កហៈដែលមាន4ហ្នឹងណានៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការដែលកើតឡើងហ្នឹងគឺមានសិលមានសមាធិមានបញ្ញាណាហើយយើងកុំឲ្យច្រឡំសមាធិនៅក្នុងហ្នឹងកុំឲ្យច្រឡំទៀតណាសមាធិហ្នឹងជាលោកតរៈណាកុំឲ្យយើងច្រឡំថាសមាធិលោកតរៈហ្នឹងគឺជាសមាធិដែលនៅក្នុងប្រកម្មដ្ឋានដែលមានការអប់រំចម្រើនទៅដោយអារម្មណ៍បញ្ញត្តិផ្សេងមានអនុសតិមានអសពមានកសិនមានអរូបមានព្រះមវិហារធម៌អីហ្នឹងកុំឲ្យយើងចេះតែច្រឡំចូលគ្នាឲ្យតែយើងឮសូរថាសមាធិយើងចិត្តទៅនឹកឃើញដល់សមាធិដែលក្នុងការចម្រើននៅវិខំតនៈបហានៈដល់អញ្ចឹងទៅយើងគិតឃើញថាបើមិនមានការអប់រំចម្រើននៅវិខំតនៈបហានៈហ្នឹងគឺមិនអាចបានអរិយមគ្គប្រកបដោយអង្គ8ទេណាពីព្រោះក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងមានសមាធិហ្នឹងហើយមាននៅក្នុងបឋមឈានណា
មាននៅក្នុងបឋមឈានណាហើយយើងច្រឡំបឋមឈានលោកតរៈនឹងមកជាឈានដែលចម្រើនក្នុងវិខំបញ្ញាបហានៈណាដល់ច្រឡំអញ្ចឹងអានឹងយើងជជែកគ្នាចិត្តជជែកណាដូច្នេះវិសាខាក្តីអនាថបិនិកសិទ្ធិក្តីព្រះអរិយបុគ្គលច្រើនទៀតទាំងអស់ណាដែលមិនមានបឋមឈានដែលជាលោកយៈដែលជាវិខំបញ្ញាបហានៈនេះណានៅពេលដែលលោកបានសម្រេចសោតាបត្តមៈហ្នឹងគឺនៅក្នុងបឋមឈានហើយអបណាជីវ័នជាលោកតរៈណាព្រោះលោកតរៈហ្នឹងវាកើតឡើងវាត្រូវតែកើតក្នុងអបណាជីវ័នអញ្ចឹងបញ្ចូលដល់ទៅបឋមឈានតែបឋមឈានហ្នឹងវាមានវិតកវិចារៈបេតិសុខៈឯកតតាហ្នឹងណាវានៅក្នុងអង្គហ្នឹងណាវានៅក្នុងអង្គហ្នឹងប៉ុន្តែវាសម្រេចដោយការអប់រំចម្រើនវិបស្សនាព្រោះក្នុងការចម្រើនវិបស្សនាហ្នឹងមានវិតកៈដែរតើណាវិតកៈហ្នឹងមិនមែនដើរតួតែសម្មាសង្កបៈទេដើរតួជាឈានផងដែរជាអង្គឈានផងដែរណាហើយក៏មានវិចារៈផងដែរតើមានបែកគ្នាអីវិតកៈវិចារៈហើយមានបេតិក្នុងការអប់រំចម្រើនវិបស្សនានឹងទៀតព្រោះប្រព្រឹត្តទៅក្នុងមហាកុសលជាសោមនស្សវាមានបេតិក្នុងនឹងឯងតែជាមហាកុសលថ្នាក់វិបស្សនាដូច្នេះបេតិហ្នឹងវាជាអង្គឈាននៅក្នុងវិបស្សនាហ្នឹងណាហើយសុខៈហ្នឹងគឺសោមនស្សវេទនាហ្នឹងវាមាននៅក្នុងវិបស្សនាហ្នឹងឯកកតាចេតសិកហ្នឹងវាមាននៅក្នុងហ្នឹងកាលណាបើវាមានសេចក្តីស្ងប់ក្នុងវិបស្សនានឹងឯងចឹងវាមានការស្ងប់ខ្លាំងណាស់ណាក្នុងវិបស្សនាញាណដែលប្រព្រឹត្តទៅក្នុងការកម្ចាត់បងនៅសកាយៈទិដ្ឋិក្នុងការកម្ចាត់បងនៅអកុសលផ្សេងនេះជាពិសេសគឺសកាយៈទិដ្ឋិហ្នឹងក្នុងការប្រព្រឹត្តទៅដោយវិបស្សនាញាណដើម្បីចូលទៅរកអរិយមគ្គហ្នឹងវាស្ងប់ខ្លាំងណាស់វាមិនមែនដូចគ្រាន់តែយើងរលឹកបានម្ដងរូបធម៌នាមធម៌រួចទៅបាត់ទៅអីទៅអាហ្នឹងវានៅក្នុងការវឹកហាត់នៅក្នុងការអប់រំណាវាមានខនិកសមាធិក្នុងហ្នឹងតែដល់ទៅវិបស្សនាញាណដែលមានកម្លាំងកើតឡើងព្រឹបចូលទៅនៅក្នុងបដិបទាញាណទេសនវិសុទ្ធិតាំងពីឧទយបយញាណភង្គញាណភយតោបឋានញាណចូលទៅអតិនវញ្ញាណអីហ្នឹងដែលចម្រើនឡើងទៅដល់ហ្នឹងគឺស្ងប់ខ្លាំងណាស់ណាស្ងប់នៅក្នុងហ្នឹងស្ងប់តលទៅគៀកកិតចិត្តដល់ទៅអបណារួចទៅចូលដល់អបណាមគ្គកើតឡើងហ្នឹងតែម្ដងណាហ្នឹងគឺសេចក្តីស្ងប់សេចក្តីប្រកម្មស្ងប់កិលេសនៅក្នុងពេលហ្នឹងអកុសលនិវរណៈអីហ្នឹងគឺស្ងប់អស់ហើយក្នុងពេលហ្នឹងចឹងតែដល់ទៅពេលសោតាបត្តមៈកើតឡើងត្រូវលះអីទៅតាមអំណាចនៃសោតាបត្តមៈដែលមានកម្លាំងលះបង់នៅកិលេសក្នុងពេលហ្នឹងអាហ្នឹងចឹងហើយបានជាព្រះអរិយបុគ្គលទាំងអស់ហ្នឹងលោកអត់បានទៅកើតព្រហ្មលោកទេណាដូចជាប្របាទពិមពិសាទៅកើតចាកមហារាជការជាសម្លាញ់របស់បាទវេស្សវណ្ណចឹងទៅណាលោកអត់មានបានបឋមឈានអីទេចូលទៅស្ដាប់ពធនៅតាលវ័នសប្តាហ៍ហៅលក្ខវ័ននៅ5-6 គីឡូពីក្រុងរាជក្រឹសហ្នឹងពីកណ្ដាលក្រុងទៅហ្នឹងវានៅក្នុងក្រុងដែរហ្នឹងណាគ្រាន់តែមានព្រីថ្នោតច្រើនហ្នឹងស្ដាប់ពធហ្នឹងគេនឹងឯងហ្នឹងជាង100,000 នាក់បាននៅអមតៈធัวទេនៅពេលដែលស្ដាប់ហ្នឹងណានឹងគ្រាន់តែដើម្បីបញ្ជាក់សេចក្តីហ្នឹងហើយការដែលយើងអប់រំបន្ទុំបារមីបំពេញទានបំពេញសិលបំពេញនៃខមៈហ្នឹងគឺក្នុងការចម្រើននៅឈានហ្នឹងផងដែរទេការចម្រើននៅសមាធិរងាប់កាមឆន្ទៈហ្នឹងចូលនៅក្នុងនៃខមៈបារមីអាហ្នឹងអប់រំទៅបំពេញទៅចម្រើនទៅណាជាឧបនិស្ស័យធ្លាប់មានពីអតីតមកក៏មានបច្ចុប្បន្នហ្នឹងក៏មានចម្រើនទៅសមាធិហ្នឹងណាអនុសតិក៏ចម្រើនទៅនឹកដល់គុណពុទ្ធទៅចិត្តក៏ស្ងប់រងាប់ទៅនឹកដល់សេចក្តីស្លាប់ទៅចម្រើនទៅអង្គុយទៅដើរចង្ក្រមទៅអីទៅបានទាំងអស់ណាអត់មានណាមកត្រូវហាមឃាត់ចម្រើននៅសមថៈហ្នឹងទេណា
មានរឿងទៅតោះអីនឹងសមថៈហ្នឹងដូចជាកុសលថ្នាក់ទានដូចជាការរសាសិលអញ្ចឹងមានតោះអីគឺត្រូវតែគ្រប់គ្រងត្រូវតែទំនុកបំរុងអញ្ចឹងដល់ទានការរសាសិលសមាទានឧបោសថអីប្រព្រឹត្តចតុបរិសិទ្ធសិលអីឲ្យល្អឲ្យបរិសុទ្ធអីហ្នឹងគឺថាយើងរីករាយទាំងអស់គ្នាទៅណាកុំឲ្យពោលពាក្យថាចម្រើនសមថៈនាំទៅវែងឆ្ងាយនាំទៅយូរកុំឲ្យនិយាយអញ្ចឹងខុសទេណាទៅនិយាយទំនាស់តោះនឹងចម្រើនកុសលធម៌ឡើងហិចណានិយាយហ្នឹងវាអត់ត្រូវទេណាvìព្រោះការចម្រើនកុសលធម៌វាដូចជាយើងមានពេលសមាទានឧបោសថអញ្ចឹងខំរក្សាឧបោសថខំស្ដាប់ធម៌នេះអញ្ចឹងណាខំឲ្យទានខំធ្វើកុសលាព្រះវិហារអីអញ្ចឹងអប់រំបំពេញបុណ្យកុសលគ្រប់យ៉ាងទៅតែជីវិតជាប្រថដីក្នុងវិស័យនៃពុទ្ធបរិស័ទយើងគឺរលឹកបានទាំងណានៅរូបធម៌និងនាមធម៌ដូចជាទីតាំងនៃវិថីចិត្តចឹងគឺភ្នែកជាចំោះអណ្ដាតកាយចិត្ត6ហ្នឹងវាអត់មានអីក្រៅពីហ្នឹងទេណាហើយវាមានវិថីចិត្តកើតឡើងតាមទ្វារទាំង6ហ្នឹងជាប្រកដីក្នុងការដឹងអារម្មណ៍ណាចិត្តតែអាចរលឹកដឹងបានរឿយចឹងនៅពេលស្ដាប់ធម៌ហ្នឹងក៏បាននៅពេលទៅណាមកណាក៏បានគឺវិថីចិត្តហ្នឹងមិនមែនជាយើងទេមិនមែនជាសត្វបុគ្គលទេវាមានលក្ខណៈប្រកបច្បាស់មកដោយផ្លេកបន្ទោដោយអិនតនូណាដោយថ្ងៃបដៅកូនណាដោយសំឡេងស្គរគេទូងដោយផ្គរដោយរន្ទះអីអញ្ចឹងវាអាស្រ័យការប៉ះផ្ទប់រវាងរូបនិងចក្ខុម៉ាំងអញ្ចឹងទៅហើយសភាពនៃចិត្តមុនដែលរលត់ទៅវាចិត្តតែបន្តឲ្យកើតមកតាមចក្ខុទ្វារហ្នឹងទៅដោយសារវាមានរូបមកប៉ះផ្ទប់នឹងភ្នែកបើមិនអញ្ចឹងទេវាត្រូវបន្តឲ្យកើតទៅជាមโนទ្វារវិថីអញ្ចឹងទៅអាហ្នឹងវាមានឧបនិស្ស័យនៃចិត្តដែលរលត់ទៅមុនហ្នឹងវាចិត្តតែឲ្យកើតហើយប៉ុន្តែដែលវាកើតតាមទ្វារណាវាតតែមានប្រតិកម្មក្នុងទ្វារហ្នឹងអាស្រ័យការប៉ះផ្ទប់ដោយសាររូបមកប៉ះផ្ទប់ទាំងភ្នែកអញ្ចឹងទៅវាមានការពិចារណាទៅរករូបហ្នឹងណាអញ្ចឹងគឺថាចក្ខុទ្វារវិថីចិត្តកើតឡើងបញ្ញាបានជាក់ច្បាស់ថាមិនមែនជាសត្វទេនឹងនោះមិនមែនសត្វទេសត្វមនុស្សសត្វទេវតាសត្វគោក្របីណាក៏អត់ដែរគឺជាវិថីចិត្តពេលហ្នឹងចែកទាំងចក្ខុទ្វារវិថីហ្នឹងចែកដាច់អំពីសត្វទ្វារវិថីឃានទ្វារវិថីចែកដាច់អំពីវិថីដតេណាក្នុងការដែលបានដឹងរូបហ្នឹងហើយរូបហ្នឹងក៏ចែកដាច់ពីរូបដតេទៀតគ្រាន់តែជាអារម្មណ៍របស់ចក្ខុទ្វារតែប៉ុណ្ណោះដល់អញ្ចឹងទៅចក្ខុទ្វារវិថីចិត្តហ្នឹងវាប្រកបលក្ខណៈឡើងជាធម្មជាតិដែលជានាមធម៌ដូចជាផ្គរក្រឹមឥឡូវហ្នឹងអញ្ចឹងដូចជាពលឺថ្ងៃនេះអញ្ចឹងដូចធម្មជាតិដតេដោះលើផែនដីដើមឈើអីសពគ្រប់ហ្នឹងដូចផ្លេកបន្ទោដូចផ្គរអីអញ្ចឹងវាអត់មែនជាសត្វទេធម្មជាតិណាវាជាបាតុភូតមួយកើតឡើងប៉ុណ្ណឹងឯងដឹងនៅរូបហ្នឹងរួចទៅរលត់ទៅណាហើយបើមិនប្រកាន់ថាចក្ខុទ្វារវិថីហ្នឹងជាយើងទេមានរូបណាជារបស់យើងណាគឺវាជាអារម្មណ៍នៃចក្ខុទ្វារវិថីហ្នឹងឯងមិនត្រេកអរមិនរីករាយទៅប្រកាន់រូបហ្នឹងថាជារបស់យើងទេព្រោះវាជាអារម្មណ៍នៃចក្ខុទ្វារវិថីអាការដែលរលឹកការដែលសិក្សាបាននឹងសោតទ្វារវិថីក៏ដូចគ្នាជីវហាទ្វារវិថីក៏ដូចគ្នាប្រកដីនៃជីវិតដែលប្រព្រឹត្តទៅហ្នឹងគឺវិថីចិត្តហ្នឹងដែលត្រូវរលឹកដែលត្រូវសិក្សាដែលត្រូវអប់រំរឿយទានក៏ធ្វើទៅសិលក៏រក្សាទៅភាវនាអប់រំទៅក្នុងការសិក្សាបត្រៃបីដកទៅអានទៅស្ដាប់ទៅពេលថ្វាយបង្គំព្រះទៅរួចទៅពេលដែលចិត្តរវើរវាយក៏មានបំណងដើម្បីនឹងថាតាំងចិត្តឲ្យស្ងប់រងាប់ណានឹកដល់ខ្យល់ដង្ហើមចេញចូលទៅរងាប់នៅវិតកៈទៅឬក៏ថានឹកដល់គុណបុណ្យបារមីដែលព្រះអង្គទ្រង់បំពេញមកដល់ក្រៃលែងហើយមិនមែនបាត់ស្ងាត់ទៅឯណាបត្រៃបីដកនៅសពថ្ងៃតំណាងព្រះអង្គដូចព្រះអង្គគង់នៅក៏កើតបេតិបាមួយជាទៅអាហ្នឹងវាទៅតាមនឹងទៅចឹងណាល្អទេត្រឹមត្រូវទេ
ណាដូច្នេះយើងកុំទៅថាណាដែលជាអ្នកនាំគ្នាចម្រើននៅសមាធិហ្នឹងកុំឲ្យមានពាក្យហ្នឹងតទៅទៀតណាកុំថាទៅចម្រើនសមាធិនាំទៅយូរអីណាចម្រើនវិបស្សនាទាំងដងទៅអាហ្នឹងមកពីយើងអត់យល់វិបស្សនាហើយយើងថាចម្រើនវិបស្សនាទាំងដងហ្នឹងគឺយើងហ្នឹងវាអត់ដឹងវិបស្សនាខ្លួនឯងបានទៅពោលពាក្យខាត់ហើយបើចេះខាត់កុំឲ្យគេចម្រើនសមថៈបានមិនក៏មិនខាត់លោភៈទោសៈមោហៈខ្លួនឯងទាំងដងទៅណាដូច្នេះវាមិនអាចខាត់បានទេតែលោភៈទោសៈមោហៈយ៉ាងណាចរិតអធ្យាស្រ័យឧបនិស្ស័យនៃមនុស្សម្នាក់ធ្វើទានរសាសិលចម្រើនភាវនាវាកើតឡើងដោយសារវាមានបច្ច័យណានឹងទាំងត្រូវនៅក្នុងផ្ទះឬក៏ទៅនៅតូបទៅនៅសំណាក់បរិបត្តិធម៌ឯណាពេលចូលអាសាអីវាជារឿងអធ្យាស្រ័យដូចជាលោភៈទោសៈមោហៈដែលកើតមកអញ្ចឹងប៉ុន្តែយើងដែលវាសំខាន់នៅក្នុងព្រះសាសនានេះពុទ្ធហੰសារណង្កច្ចហាមិតហម្មំសារណង្កច្ចហាមិសង្ឃហੰសារណង្កច្ចហាមិសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាเป็นปัตติยาโสสังและพเตปัญญังอัปปมัตตาวิจักขณาวសូមអនុមោទនាស្ដាប់ដូចតទៅណាដតីអត់មានផប់សំណាងបានយល់ដឹងចឹងដែលយើងបានមកយល់ដឹងថាវាអត់មាននរណាគិតក្រៅពីគំនិតទេវាអត់មាននរណាទៅធ្វើកម្មក្រៅពីចេតនាកម្មទេវាអត់មាននរណាទៅទទួលវិបាករបស់កម្មក្រៅវិបាករបស់កម្មនឹងទេវាអត់មានជាអត្តាពលឹងទូខ្លួនអីទាំងអស់វាជាតំណនៃសង្ខារធัวសត្វនេះគឺល្អណាស់ដែលយើងបានយល់ដឹងយ៉ាងនេះចឹងគឺធ្វើការដឹងនឹងឲ្យចិត្តទៅចម្រើនឡើងទៅអាហ្នឹងយើងនិយាយថាយើងធ្វើការដឹងចម្រើនសេចក្តីដឹងប៉ុន្តែនឹងមកពីការស្ដាប់ព្រះធម៌យល់អាការស្ដាប់យល់នឹងជាឧបការៈក្នុងការចម្រើនបញ្ញានឹងណាឲ្យមានការរលឹកដឹងបានទៅចឹងហើយដល់ទីបំផុតទៅយើងអត់មានចាំបាច់ទៅស្វែងរកសេចក្តីសុខណាអំពីអារម្មណ៍ដែលជាទីពេញចិត្តទេណាពីព្រោះអារម្មណ៍ជាទីពេញចិត្តក៏មិនអាចយកបានពីព្រោះវាមានស្អីដែលទៅដឹងអារម្មណ៍ជាទីពេញចិត្តក្រៅពីវិថីចិត្តនឹងទៀតហើយបើវិថីចិត្តនឹងរលត់តែខ្លួនឯងវាមានតែយកអារម្មណ៍នឹងបានឯណាដល់អញ្ចឹងអារម្មណ៍ដែលមិនជាទីពេញចិត្តហ្នឹងក៏អត់ចាំបាច់កើតទុកអីពីព្រោះវាអត់ចូលមកនៅក្នុងខ្លួនយើងទេវាអត់មានយើងជាអ្នកទទួលអារម្មណ៍ដែលមិនជាទីពេញចិត្តហ្នឹងទេព្រោះវាជាអារម្មណ៍នៃវិថីចិត្តមិនបានយកអារម្មណ៍ហ្នឹងយកមកឲ្យនរណាទេវិថីចិត្តក៏រលត់ទៅដោយខ្លួនឯងណាទាំងអារម្មណ៍ហ្នឹងក៏រលត់ទៅដោយខ្លួនឯងទាំងវត្ថុរូបនៃជាចមោណាតកាយរហូតដល់ទៅចិត្តហ្នឹងក៏រលត់ទៅដោយខ្លួនឯងឃើញណារលត់រលំតងទាំងអស់តែគ្នាហ្នឹងវាអត់មានស្អីយកស្អីទេក្នុងលោកនេះនោះណាសភាពនៃធัวហ្នឹងគឺថាវាសូន្យចាកខ្លួនឯងហ្នឹងម្យ៉ាងវាអត់មានម្ចាស់ស្អីដែលកើតឡើងគឺវាមានតែអានឹងឯងកើតឡើងនោះវាអត់មានស្អីជាម្ចាស់ទៅលើស្អីទៀតទេអ្វីសិតតែអត់ខ្លួនឯងហើយទៅធ្វើម្ចាស់ឲ្យអីគឺអានឹងម្យ៉ាងទៀតក្នុងអដ្ឋៈសេចក្តីនៃធัวដែលថាអ្នកអត្តានោះអ្នកអត្តាគឺវាជាអនត្តាហ្នឹងវាចឹងចឹងវាអត់មានអំណាចលើខ្លួនឯងហ្នឹងមួយទៀតប៉ុណ្ណាអាមួយហ្នឹងវាអត់មានខ្លួនឯងអាមួយហ្នឹងគឺថាវាអត់មានម្ចាស់អាមួយទៀតហ្នឹងគឺវាអត់មានអំណាចក្នុងខ្លួនឯងទេគឺបានន័យថាវាអត់បង្កប់បញ្ជាអីខ្លួនឯងទេវាកើតឡើងស្រេចតែបច្ច័យតែប៉ុណ្ណោះវាអត់មានការបញ្ជាលើខ្លួនឯងទេណាវាជាផលនៃបច្ច័យអាហ្នឹងអ្នកអត្តាចឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណយ៉ាងនេះឯងចឹងដែលមានតែក្រុមពុទ្ធបរិស័ទទេដែលមានឱកាសបានមកដឹងធម៌យ៉ាងនេះហើយរំលាយអត្តានុតិដ្ឋិណាអត្តានុតិដ្ឋិឬក៏អត្តវេតុបាទានរំលាយអាវេទៈដែលប្រចាំថាជាអត្តាទូខ្លួននឹងចេញទៅនៅតែបញ្ញខੰដែលកើតហើយនឹងរលត់ទៅតែប៉ុណ្ណោះអាស្រ័យបច្ច័យកើតឡើងហ្នឹង
ណាកុំចាត់បងនៅសាសតៈទិដ្ឋិដែលមានខ្លួនតកើតទៀតកុំចាត់បងនៅឧច្ឆេតទិដ្ឋិដែលថាខ្លួនស្លាប់ទៅសូន្យហ្នឹងអាហ្នឹងជាផប់សំណាងនៃពុទ្ធបរិស័ទណាហើយកុំចាំបាច់ទៅតាក់ទិនអីជាមួយនឹងអ្នកដែលមិនបានយល់ដឹងកុំចាំបាច់ទៅហួងហែងអាហ្នឹងវាជាលក្ខណៈនៃការប្រកាន់ហួងហែងទេចឹងយើងបានផប់សំណាងបានចូលមកដល់សាសនានេះមានឱកាសប្រាប់អ្នកដទៃបានក៏ប្រាប់ទៅមិនមានឱកាសទេគឺយើងនឹងចាកលោកនេះទៅតាមព្រះអរិយបុគ្គលទាំងឡាយកុំឲ្យវាមកខ្វល់ខ្វាយជាប់ជំពាក់ហួងហែងអ្នកដទៃណាវាជារឿងមួយដែលយើងរូតរះទៅតាមព្រះអរិយបុគ្គលព្រោះយើងបានដឹងធัวដែលព្រះអរិយបុគ្គលបានដឹងហើយហ្នឹងមិនទាន់ជាក់ច្បាស់យ៉ាងណាក៏ឲ្យបានជាក់ច្បាស់ទៅជាក់ច្បាស់ទៅហ្នឹងហើយនឹងមានឱកាសបានសិក្សាអប់រំចឹងប្រកដីទៅចឹងហើយមានតោះអីគ្នាទៀតណាហើយអ្នកដែលចម្រើនសមាធិហ្នឹងក៏សូមពួរដែរសូមចិត្តដែរទាំងព្រោះយើងសិក្សាទាំងអស់គ្នាក្នុងព្រះសាសនាយើងបានដឹងហើយថាអ្នកដែលបានសម្រេចមគ្គផលដោយមិនមានសមាធិពីខាងដើមហ្នឹងណាក៏មានច្រើនរាប់មិនអស់យើងមិនគួរមិនដឹងមិនឃើញកន្លែងហ្នឹងទេណាហេតុអីក៏យើងនៅតែបង្កើតជំរងចម្រាស់ថាតើទៅចម្រើនសមាធិបានដល់ឧបចារៈឬអបណាទើបបានសម្រេចមគ្គផលមិនក៏យើងនៅតែបង្កើតរឿងហ្នឹងនាំឲ្យតែពិបាកជជែកគ្នាណាព្រោះធัวមានហើយយើងមានផុសតាងស្រេចស្រាប់អស់ទៅហើយណាយើងសិក្សាទៅតាមការប្រព្រឹត្តបរិបត្តិហ្នឹងវាមានសិលសមាធិបញ្ញាគ្រប់ណាភាសាក្នុងលោកនេះគេហៅ complete វាមានគ្រប់អញ្ចឹងដែលកាលណាសម្ដែងអំពីបដិបទាក្នុងព្រះសាសនាសម្ដែងក្នុងកិច្ចដែលត្រូវសម្រេចក្នុងព្រះសាសនាដែលត្រូវមានសិលសមាធិបញ្ញានឹងឯងចឹងហើយក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងជាពិសេសគឺត្រូវតែមានសិលសមាធិបញ្ញាហ្នឹងប៉ុន្តែរឿងសំខាន់វាទទួលគ្នានឹងសិលសមាធិបញ្ញាឯណោះដែលត្រូវកំចាត់បងនៅកិលេសជាសមុច្ឆេទបហានៈវាសំខាន់ទៅនៅក្នុងលោកតរៈឯណោះដែលជាមគ្គព្រះមច្ចរិយៈណាក្នុងការប្រព្រឹត្តនៅព្រះមច្ចរិយធម៌ដែលកណ្ណាគុណចាស់សាសួរនេះនៅក្នុងការអប់រំឲ្យទទួលគ្នានឹងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងវាសម្រាប់ត្រង់កន្លែងហ្នឹងគឺសិលសមាធិបញ្ញាដែលជាលោកតរៈហ្នឹងតែត្រង់អំពីខាងដើមនេះដែលត្រូវវឹកហាត់ដែលត្រូវអប់រំនៅក្នុងទានក្នុងសិលក្នុងភាវនាហ្នឹងវាមិនមែនត្រឹមតែមួយជាតិហ្នឹងអាចធ្វើឲ្យបានសម្រេចនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការទេវាត្រូវតែមានឧបនិស្សយបច្ច័យច្រើនណាស់ពីអតីតហ្នឹងមកចឹងបុណ្យបារមីដោយសិលណាបុណ្យបារមីដោយនេកមៈដោយបញ្ញាដោយទានដោយអីទាំងអស់ហ្នឹងវាជាឧបការៈវាជាឧបនិស្ស័យហ្នឹងមកវាជាការសន្សំអញ្ចឹងណាវាមិនមែនយើងទៅមកខំប្រឹងសិលសមាធិបញ្ញាឲ្យគ្រប់ក្នុងបច្ចុប្បន្នហ្នឹងតែម្ដងទៅនោះទេវាការបំពេញក្នុងទានអញ្ចឹងវាមានការបំពេញក្នុងសិលវាមានការបំពេញក្នុងភាវនារាប់ជាតិជាអនេកមកហើយជាការសន្សំណាវាសម្រាប់ត្រង់ដែលថាសន្សំមកគ្រប់អរិយមគ្គអង្គ8កើតឡើងវាសម្រាប់ត្រង់អញ្ចឹងណាវាសម្រាប់ត្រង់ហ្នឹងអញ្ចឹងបើគ្រប់មកហើយដោយការដែលសន្សំមកទៀតនៅក្នុងរឿងសមាធិដែលធ្លាប់សន្សំមកក្នុងការស្ដាប់ព្រះធម៌រឿយក៏មានសមាធិក្នុងការស្ដាប់ទៀតអានោះសត្វតែឧបនិស្សយបច្ច័យសន្សំមកទាំងអស់ព្រោះការសម្ដែងធម៌ក៏សង្គ្រោះចូលក្នុងភាវនាការស្ដាប់ធម៌ក៏សង្គ្រោះចូលក្នុងភាវនាហើយសន្សំរាប់ជាតិជាអនេកមកហើយពូជទាំងអស់ហ្នឹងអញ្ចឹងណាដោយទានដោយសិលដោយភាវនាសន្សំរាប់ជាតិជាអនេកមកសម្បើមណាមានមួយសែនផែនដីអីចឹងមកតែបន្តិចណាមកផែនដីរហូតមកហ្នឹងណាដូច្នេះនៅក្នុងបច្ចុប្បន្ននេះឯងវាអាច
បុគ្គលនឹងឯងធ្វើទានទៅអាចបុគ្គលនឹងរក្សាសិលទៅអាចបុគ្គលនឹងឯងស្ដាប់ធម៌ទៅណាហើយមានការចម្រើនមេត្តាចិត្តទៅដោយការស្ដាប់ព្រះធម៌នឹងយល់ចូលចិត្តណាមានប្រកដីថ្វាយបង្គំព្រះទៅណានឹកដល់សេចក្តីស្លាប់ទៅអាហ្នឹងវាមានការសន្សំមកនៅក្នុងកុសលធម៌ទាំងអស់ហ្នឹងតែសំខាន់ណាប៉ុន្តែសំខាន់វានៅក្នុងការអប់រំចម្រើននៃសតិប្បដ្ឋាននេះអញ្ចឹងណាហើយកុំបដិសេធសមាធិក្នុងការចម្រើននៅសតិប្បដ្ឋានកុំបដិសេធថាអត់មានសមាធិណាក្នុងការចម្រើនសតិប្បដ្ឋាននឹងក៏មានសមាធិព្រោះឯកកតាជាទិសដែលកើតឡើងហើយវានៅក្នុងការដែលរងាប់នៅទិដ្ឋិនេះមួយជាឧបការៈដល់សេចក្តីស្ងប់និងសម្បើមចឹងដែលមិនប្រកាន់ទូខ្លួនក្នុងបញ្ញខੰដែលមិនប្រកាន់ថាមានទូខ្លួនក្នុងការដឹងរូបសម្លេងទាំងរូបផតពៈធម្មារម្មណ៍ហ្នឹងណាអាការដែលមានសតិរលឹកដឹងមកពុបនឹងមានសេចក្តីស្ងប់យ៉ាងសម្បើមទៅចឹងអានេះក៏ជាការសន្សំចឹងនៅសមាធិហ្នឹងណាមិនមែនអត់សមាធិទេណាមិនមែនអត់សមាធិទេដូច្នេះវាសំខាន់ត្រង់ដែលថាបើក្នុងបច្ចុប្បន្នហ្នឹងកណាគុណចាស់ញាតិញោមនឹងឯងមានអធ្យាស្រ័យមកខ្លាំងមកចឹងនៅក្នុងរឿងដែលបានដឹងវិធីចិត្តដែលបានកើតឡើងនេះឯងមិនមែនជាតួខ្លួនក្នុងការដឹងនៅអារម្មណ៍គឺអានេះវាជារឿងអធ្យាស្រ័យឧបនិស្ស័យដែលបានមកជួបព្រះធម៌ដែលបានមកស្ដាប់ព្រះធម៌ទៅវាអត់មានខ្លួនឯងជាអ្នកបាននៅអ្វីឡើយហើយក៏មានសេចក្តីស្ងប់ច្រើនទៅជាប្រកដីក្នុងជីវិតណាស្ងប់រងាប់នៅលមោកលោកលន់ស្ងប់រងាប់នៅការខឹងក្រោធពីព្រោះវិធីចិត្តនឹងវាកាន់តែប្រកបច្បាស់ទៅដែលវាអត់មែនជាខ្លួនយើងឡើយវាមានត្រូវការឲ្យខ្លួនឯងបានអីណាប៉ុន្តែប៉ុណ្ណឹងហើយវានៅតែមានហេតុដែលនាំឲ្យធ្វើទានវានៅតែមានហេតុឲ្យរក្សាសិលវានៅតែមានហេតុឲ្យស្ដាប់ធម៌វានៅតែមានហេតុនឹករលឹកដល់សេចក្តីស្លាប់វានៅតែមានហេតុដែលនាំឲ្យមានមេត្តាចិត្តចម្រើនឡើងវានៅតែមានសមាធិជាវិហេរធម៌របស់ខ្លួននឹងឯងណាវាគ្រាន់តែថាមិនបានទៅកម្មសំណាក់បរិបត្តិដើម្បីនឹងចម្រើនអីឲ្យបានមុតមមទៅនៅក្នុងអាណាបានសតិឬក៏មិនបានទៅចម្រើននៅក្នុងកសិនមិនបានចម្រើនទៅនៅក្នុងអសពពិតមែនតែមិនបានទៅចម្រើនយ៉ាងនោះប៉ុន្តែមិនមែនថាមិនអាចសម្រេចមគ្គផលបាននោះទេណាយល់ទេចឹងចឹងណាពិតមែនតែមិនបានទៅសំណាក់បរិបត្តិពិតមែនតែមិនបានទៅចម្រើនមានពួកមានក្រុមមានលោកគ្រូអ្នកបង្ហាត់បង្រៀនយើងកុំឲ្យថាអ្នកទាំងអស់ហ្នឹងដែលជាអ្នកនៅក្នុងផ្ទះមិនអាចសម្រេចមគ្គផលបានទេសឹងសឹកតែជាអ្នកជាប់ជំពាក់ងាប់ទៅកើតចិញ្ចក់ទៅកែអីនៅក្នុងផ្ទះវាមិនមែនសឹកតែជារឿងជាប់ជំពាក់ទេចឹងណាយើងមានគំរូស្រាប់ហើយតើណាព្រះអរិយបុគ្គលដូចជានៅក្នុងសាវត្ថីអីរាប់កោតចឹងណាមានសំណាក់បរិបត្តិនៅណានៅតែក្នុងផ្ទះហ្នឹងហើយយើងមិនក៏បដិសេធចោលនៅក្នុងសេចក្តីហ្នឹងយើងទៅត្រូវឲ្យច្បាស់តាមហ្នឹងណាទៀតណានឹងប្រកាសណាគុណចាស់ញាតិញោមពិចារណាតាមសេចក្តីហ្នឹងគឺថាកុំទៅពោលថាកុំឲ្យចាំបាច់ចម្រើនសមាធិអីចម្រើនសមាធិវានាំឲ្យយឺតយូរចម្រើនវិបស្សនាទាំងអស់ពោលហ្នឹងខុសហើយណាមិនមែនពោលតាមលោកគ្រូទេណាលោកគ្រូមិនដែលបានប្រាប់ញាតិញោមថាកុំឲ្យចម្រើនសមាធិទេហើយចេះពីណាមកដែលទៅនិយាយអញ្ចឹងណាចេះខ្លួនឯងណាមកពីយើងស្ដាប់ទៅវាភ័ន្តច្រឡំទៅវាទៅជាយល់ឃើញទៅទេណាចឹងណាចឹងត្រូវសិក្សាសង្កេតពិនិត្យនៅក្នុងការដែលយើងអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនាណានៅក្នុងការដែលត្រូវរលឹកដឹងរូបធម៌និងនាមធម៌តាមផ្លូវភ្នែកជាចំណុះបណ្ដាកាយចិត្តឬក៏រូបធម៌នាមធម៌ដែលប្រព្រឹត្តទៅនៅក្នុង
បញ្ចខណ្ឌក្នុងអាយតនៈ12ក្នុងធាតុ18ឬក៏ចែកកាយចែកវេទនាចែកចិត្តចែកធัวហ្នឹងទៅតាមអធិស្ស្រ័យដែលយោនិសោមនសិការៈបានពិចារណាហើយចតិក៏រលឹកដឹងរូបធัวនាមធัวតាមហ្នឹងណាក្រក្តីអញ្ចឹងហើយញាតិញោមខ្លួនឯងហ្នឹងក៏មិនមែនអត់សមាធិដែរណាស្ដាប់ធัวហ្នឹងក៏សន្សំពូជសមាធិសន្សំទាំងការឲ្យទានអីហ្នឹងសុទ្ធតែប្រព្រឹត្តទៅក្នុងការរៀនលះនៅកាមគុណទាំងឡាយផ្សេងដែលក្រោតក្រៀតរក្សាសិលអីហ្នឹងក៏មានការលះនៅកាមគុណផ្សេងរីករាយបៃតិបាមុជ្ជៈក្នុងការឲ្យទានក្នុងការរក្សាសិលតែនេះវាមានសមាធិដែលប្រព្រឹត្តទៅក្នុងហ្នឹងណាមិនចំពោះតែឯកកតាចេតសិកទេឯកកតាចេតសិកហ្នឹងវាជាតួសមាធិហើយប៉ុន្តែវាសំខាន់ត្រង់សមាធិដែលស្ងប់រងាប់នៅអកុសលនិវរណៈយកកន្លែងសមថៈដែលស្ងប់ហ្នឹងណាបៃតិបាមុជ្ជៈកើតឡើងដូចជាយើងស្ដាប់ប្រធัวទៅពីរោះតាំងចិត្តស្ដាប់ទៅមួយម៉ាត់ក៏បានពីរម៉ាត់ក៏បានអត់បាត់មួយម៉ាត់ណាទេចាប់យកនៃសេចក្តីដែលប្រធัวសម្ដែងនឹងទៀតនឹងមិនសមាធិទេហើយចោលទៅណាហើយការសន្សំគេណាទានសន្សំនឹងសិលសន្សំនឹងទានជាឧបនិស្សយបច្ច័យដល់គ្នាសិលពួកឲ្យទាននឹងបានទៅជាមានផលច្រើនមានអានិសង្សច្រើនទៀតសមាធិក្នុងការស្ដាប់ធัวទៀតក្នុងការសម្ដែងធัวទៀតក្នុងការអានសៀវភៅធัวទៀតក្នុងទានក្នុងសិលក៏មានបៃតិបាមុជ្ជៈកើតឡើងរហូតដល់ទៅចាគានុសតិដល់ទៅសីលានុសតិទៀតមិនមែនជាការសន្សំទេឬហើយយើងបដិសេធទៅណាដល់ទៅទីបំផុតសន្សំគ្រប់មកវាសម្រេចត្រង់ដែលអរិយមគ្គប្រកបដោយអង្គ8ហ្នឹងវាគ្រប់ណាក្នុងបច្ចុប្បន្នហ្នឹងវាអត់មានឧបចារសមាធិដែលជាវិខំបនៈបហានៈនោះវាអត់មានអបណាសមាធិណាវាអត់មានទេណាវាអត់មានបឋមឈានទុតិយឈានអីអត់មានក្នុងបច្ចុប្បន្នប៉ុន្តែអាការសន្សំសមាធិសពគ្រប់ទាំងអស់ដែលវាមិនមែនជាបឋមឈានមិនមែនជាឧបចារៈហ្នឹងណាសន្សំរាប់ជាតិជាអនេកមកហ្នឹងវាធ្វើឲ្យទៅគ្រប់នៅក្នុងសោតាបត្តមៈឯណោះណាសោតាបត្តមៈហ្នឹងមិនមែនកើតឡើងឯងទេណាវាតាក់ទួងនឹងចិត្តដែលសន្សំមកហ្នឹងវាទៅគ្រប់នៅក្នុងឯណោះទាំងអស់ណាជាឧបការៈដែលនាំឲ្យមានការចម្រើនសតិប្បដ្ឋានហ្នឹងបានទៅគ្រប់អរិយមគ្គប្រកបដោយអង្គ8ប្រការនឹងឯងនៅក្នុងហ្នឹងនៅក្នុងអរិយមគ្គនឹងឯងហើយដល់ទៅសោតាបត្តមៈកើតឡើងហើយយើងត្រូវការយកអីទៀតយកឧបចារៈយកអបណាហ្នឹងមកជាអីមកធ្វើអីណានឹងវាសំខាន់នៅត្រង់ដែលអរិយមគ្គសមុច្ឆេទនៅកិលេសនឹងឯងចឹងហើយពាក្យដែលសម្ដែងទៅនឹងឯងញាតិញោមស្ដាប់មិនទាន់ដូចជាពាក្យអំបញ្ញមិញចឹងតែយើងយកឧបចារៈយកអបណានឹងមកធ្វើអីហ្នឹងស្ដាប់ទៅថាអូអញ្ចឹងលោកគ្រូថាអត់ឲ្យចម្រើនសមាធិឯងអាហ្នឹងយើងស្ដាប់ច្រឡំចឹងឯងទៀតក្នុងការដែលចម្រើននៅវិបស្សនាហ្នឹងគឺជាការសម្ដែងឲ្យឃើញការដែលយើងមិនមាននៅក្នុងវិថីចិត្តតាមទ្វារទាំង6ហ្នឹងណារាល់ពេលដែលដឹងអារម្មណ៍គឺលោកទាំង6ហ្នឹងជាទីតាំងសំខាន់ណាចឹងដើម្បីកំណត់ឲ្យដឹងថាជាបរមត្តធម៌ដែលប្រព្រឹត្តទៅហ្នឹងវាត្រូវប្រព្រឹត្តទៅតាមផ្លូវភ្នែកជាមរណាកាយចិត្តហ្នឹងជាខណ្ឌជាអាយតនៈជាធាតុជាសច្ចៈជាបរមត្តជាអារម្មណ៍នៃវិបស្សនាញាណដែលមិនមែនជាសត្វបុគ្គលទូខ្លួននោះណាហ្នឹងកាលណាបើបញ្ញានឹងបានបញ្ជាក់ច្បាស់នៅក្នុងសភាវៈធម៌បានឃើញច្បាស់នៅក្នុងសង្សារវដ្តនឹងដែលជាទុក្ខសច្ចៈណាឃើញបញ្ហាឧបាទានហ្នឹងដែលវាកើតមកពីអវិជ្ជាដែលមិនដឹងទុក្ខហ្នឹងកាលដែលមិនដឹងទុក្ខហ្នឹងវានាំឲ្យមានឧបាទានកើតឡើងវានាំឲ្យមានបញ្ហាវានាំឲ្យមានការតក់ស្លុតបតែងនៅអភិសង្ខារហ្នឹងវាមានសមុទយសច្ចៈមានអវិជ្ជាជាឫសគល់ចឹងអវិជ្ជាដែលមិនដឹងទុក្ខហ្នឹងណាវានាំឲ្យកើតទៅជាសមុទយៈហ្នឹងណាដូច្នេះកាលណាបើឃើញទុក្ខនឹងឯងដោយអត្ថាអនត្តារបស់ណាដែលទុក្ខរបស់នោះឯងដែលរលត់វាអត់មានសត្វបុគ្គលណារលត់ស្លាប់អីផ្សេងពីបញ្ចខណ្ឌនឹងទៀតទេឡើយតើបញ្ចខណ្ឌនឹងចាំបាច់ត្រូវការអីពីលោកនេះ
អាហ្នឹងដែលនិយាយថាយើងមានចាំបាច់ត្រូវការឧបចារៈត្រូវការអបណាត្រូវការសម្បត្តិក្នុងโลกនេះសពគ្រប់ទាំងអស់ហ្នឹងមកធ្វើអីហ្នឹងគឺចង់និយាយសម្ដែងពីការលះបង់នៅតណ្ហាដោយការអប់រំចម្រើននៅអរិយមគ្គប្រកបដោយអង្គ8ប្រការវាមិនមែនជារឿងដែលយើងត្រូវការបាននៅអ្វីៗក្នុងโลกនេះទេណាវាមិនមែនទេពីព្រោះអ្វីហ្នឹងវាជាក្បូនចឹងកាលណាបើទៅដល់ក្រោយហើយវាមិនមែនរឿងដែលយើងត្រូវលីក្បូនទៅជាមួយទេវាសំខាន់អរិយមគ្គប្រកបដោយអង្គ8ប្រការដែលព្រះអង្គសម្ដែងថាជាក្បូនវាទៅសម្រេចត្រង់លោកតរៈឯណោះណាដូច្នេះរឿងឧបនិស្សយបច្ច័យដែលនាំឲ្យបានសម្រេចសិលសមាធិបញ្ញានៅក្នុងលោកតរៈហ្នឹងវាជារឿងសន្សំរាប់ជាតិជាអនេកមកទៀតណាវាជារឿងសន្សំមកក្នុងបច្ចុប្បន្នហ្នឹងឲ្យតែមានសតិប្បដ្ឋានវិបស្សនាជាគោលសំខាន់ក្នុងជីវិតជាប្រកដីនឹងឯងមានទានបណ្ណាមានសិលបណ្ណាមានសមាធិបណ្ណាក៏ប៉ុណ្ណឹងទៅអាហ្នឹងតែសំខាន់គឺត្រង់សតិប្បដ្ឋាននេះទៀតព្រោះសតិប្បដ្ឋានហ្នឹងជាឧបការៈធ្វើឲ្យទានក៏បរិសុទ្ធធ្វើឲ្យសិលហ្នឹងក៏បរិសុទ្ធធ្វើឲ្យសមាធិក៏បរិសុទ្ធដោយសារសតិប្បដ្ឋានបរិបត្តិនឹងឯងចឹងណាពីព្រោះសតិប្បដ្ឋាននេះទៅធ្វើឲ្យបរមត្ថធម៌ប្រកបឡើងបរមត្ថធម៌ហ្នឹងវាប្រកបដែលវាអត់មានអ្វីជាខ្លួនយើងហើយចាំបាច់បាននៅអ្វីហើយណាបើខ្លួនយើងមិនមានហើយតែចាំបាច់បានអ្វីឲ្យខ្លួនយើងចឹងឥឡូវហ្នឹងរូបប្រកបច្បាស់ជារូបខណ្ឌចាំបាច់ត្រូវការបានអីរូបហ្នឹងដោយឡែកទៅចឹងវេទនាសោយអារម្មណ៍តែវេទនាហ្នឹងចាំបាច់បានអីសញ្ញាសង្ខារវិញ្ញាណក៏ដូចគ្នាតែចាំបាច់បាននៅអ្វីក្នុងโลกនេះបញ្ញខណ្ឌហ្នឹងវាបានប្រកបច្បាស់ជាអ្នកអត្តាគឺវាអត់មានខ្លួនឯងណាវាអត់មានខ្លួនឯងចឹងក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងនឹងការដែលត្រូវបច្ចៈច្បាស់ក្នុងខណ្ឌហ្នឹងក្នុងអាយតនៈហ្នឹងក្នុងធាតុហ្នឹងដែលជាអារម្មណ៍របស់វិបស្សនាណាកាលណាបើសេចក្តីនៃព្រះធម៌មានយ៉ាងនេះហើយតើយើងខ្វាយខ្វល់ទៅនៅក្នុងធម៌បរិបត្តិហ្នឹងយ៉ាងម៉េចទៅចឹងអាខ្វាយខ្វល់ដើម្បីឲ្យខ្លួនឯងបានសម្រេចនៅធម៌បរិបត្តិហ្នឹងណាបើយើងនៅតែខ្វាយខ្វល់ក្នុងធម៌បរិបត្តិដើម្បីឲ្យខ្លួនឯងបានសម្រេចហ្នឹងអាការខ្វាយខ្វល់ហ្នឹងវាមិនមែនជាការបរិបត្តិធម៌ទេវាជារឿងប្រកាន់វាជារឿងហួងហែងខ្លួនឯងដូច្នេះសតិប្បដ្ឋានបរិបត្តិវាមិនមែនជារឿងខ្វាយខ្វល់រវល់ដើម្បីឲ្យខ្លួនឯងបានអីទេប្រកដីទៅណាមកណានៅណាវិថីចិត្តកើតឡើងនឹងកំពុងតែប្រកបនឹងតើវិថីចិត្តបានអ្វីពីលោកនេះគឺអារម្មណ៍របស់វិថីចិត្តហ្នឹងណាវាអត់មានស្រុកអាមេរិកកាំងបារាំងកាណាដាអូស្ត្រាលីភ្នំពេញសៀមរាបអង្គរវត្តអង្គរធំវាអត់មានក្រៅពីរូបសម្លេងចន្ទរផតពៈធម្មារម្មណ៍ទេចឹងទៅដល់ស្រុកណាក៏ដោយគឺវាជាអារម្មណ៍នៃវិថីចិត្តតាមទ្វារទាំង6ទាំងអស់ណាហើយតើលោកហ្នឹងវាសំខាន់អីសម្រាប់យើងលោកហ្នឹងវាសម្រាប់វិថីចិត្តទេណាវាជាអារម្មណ៍នៃវិថីចិត្តវាកើតឡើងវារលត់ខ្លួនឯងលោកហ្នឹងវិថីចិត្តកើតឡើងក៏រលត់ខ្លួនឯងណាភ្នែកជាចំដាប់កាយចិត្តហ្នឹងគ្រាន់តែអាស្រ័យកម្មជាបច្ច័យហ្នឹងប្រសាទរូបហ្នឹងកើតឡើងដែលជាវត្ថុរូបជាទីអាស្រ័យនៃចក្ខុវិញ្ញាណសោតវិញ្ញាណធាតុវិញ្ញាណជីវាវិញ្ញាណកាយវិញ្ញាណមโนធាតុមโนវិញ្ញាណហតិយវត្ថុហ្នឹងហើយវាមានទៅជាទ្វារ6ហ្នឹងសភាវៈទាំងអស់វារលត់ទៅដោយខ្លួនឯងណាហើយតើយើងត្រូវខ្វាយខ្វល់នឹងលោកហ្នឹងដើម្បីខ្លួនយើងទេបើយើងឃើញថាលោកនេះជាអារម្មណ៍នៃវិថីចិត្តកាលណាបើជាច្បាស់ប្រកដីសពថ្ងៃហ្នឹងណាសម្រាប់ប្រគុណម្ចាស់ហ្នឹងណាញាតិញោមណាមិនមែនសម្រាប់តតែព្រះសោតាបានព្រះសក្កទេគាមីទេគុណម្ចាស់ហ្នឹងញាតិញោមគ្រប់គ្នាហ្នឹងណាឥឡូវហ្នឹងណាទៅណាមកណាហ្នឹងណាលោកហ្នឹងជាអីលោកហ្នឹងមើលចឹងបើមិនមានវិថីចិត្តតាមទ្វារទាំង6ហ្នឹងទេមានលោកហ្នឹងទេមានលោកហ្នឹងទេលោកទាំងមូលហ្នឹងណាទៀតដែលប្រកបឡើងហ្នឹងគឺដោយសារវិថីចិត្តកើតឡើងទេ
ទៅណាមកណាបានទាំងអស់គ្រប់កន្លែងចឹងប៉ុន្តែវាអត់ផុតអំពីជាលោកៈអានេះមិនមែនលោកស្រីលោកប្រុសទេណាលោកៈគឺវិន័យហើយដែលលោកនឹងប្រកបឡើងដោយសារវិថីចិត្តតែប៉ុណ្ណោះឥឡូវហ្នឹងអង្គុយហ្នឹងបើញាតិញោមអត់វិថីចិត្តជាសាកសពជាខ្មោចហ្នឹងប៉ុន្តែឥឡូវដែលនៅរស់ហ្នឹងនៅញាតិញោមរស់ឬក៏វិថីចិត្តកើតបន្តគ្នាតាមទ្វារទាំង6ឃើញជាក់ស្ដែងឥឡូវហ្នឹងសោតតែទ្វារវិថីចិត្តមែនទេឥឡូវហ្នឹងមិនសោតតែទ្វារវិថីចិត្តមានញាតិញោមនៅណាទៀតហើយបើកភ្នែកកឡក់ហ្នឹងមិនចាក់ខុសទ្វារវិថីចិត្តមានញាតិញោមនៅណាទៀតអង្គុយមើលហ្នឹងបើមិនចាក់ខុសទ្វារវិថីចិត្តអាស្រ័យចាក់ខុសទ្វារហ្នឹងទេនៅណាទៀតណាហើយគិតរឿងអីហ្នឹងបើមិនមโนទ្វារវិថីចិត្តទេញាតិញោមឯណាអ្នកគិតទៀតនោះឃើញសភាពនៃលោកហ្នឹងដែលមិនគួរកង្វល់ទេព្រោះជាអារម្មណ៍នៃវិថីចិត្តណាក្នុងខណៈដែលដឹងយ៉ាងនេះឯងហ្នឹងចឹងតែកាលដែលមិនតាន់បានលះហ្នឹងអាការខ្វាយខ្វល់អាការរវល់អីហ្នឹងនៅមានជាធម្មតាកុំឲ្យថាអូបប្រតិបត្តិធម៌មកច្រើនឆ្នាំហើយនៅតែកង្វល់ទៀតអញ្ចឹងធម៌នឹងអត់ប្រយោជន៍អាកង្វល់ហ្នឹងវាមានពិតតាមរបស់វាដែលមិនតាន់បានលះមិនតាន់បានសមុច្ឆេទប៉ុន្តែការពិតនៃវិថីចិត្តដែលកើតឡើងវាប្រកបពិតលោកនេះគឺប្រកបពិតជាអារម្មណ៍នៃវិថីចិត្តវាមានស្អីជាយើងក្រៅពីលោកនឹងទៀតដូច្នេះកុំឲ្យអស់កម្លាំងចិត្តណាកុំឲ្យអស់កម្លាំងចិត្តណាទោះជានៅកើតទុកនៅខ្វាយខ្វល់នៅរវល់យ៉ាងណាក៏ដោយកុំឲ្យបាក់ទឹកចិត្តក្នុងការប្រព្រឹត្តបរិបត្តិធម៌ទៀតសន្សំយើងត្រូវឲ្យយល់ពីរឿងសន្សំណាសន្សំមិនតាន់គ្រប់វាអញ្ចឹងហើយដល់ពេលគ្រប់ឃើញទេគ្រាន់តែមុននឹងអរហត្តមគ្គកើតឡើងនឹងមួយផ្លេតនឹងធ្វើចោលសិនវាយខ្វល់នឹងលួចនឹងប្លន់គេទៅនឹងកាប់សម្លាប់គេទៅនឹងកើតទុកទៅណាវាយខ្វល់រវល់សម្បើមមែនទែនទៀតរាគៈអីកើតណាកើតណីចឹងទៅប្រធេរៈមួយអង្គនោះលោកនៅក្រុងសាវត្ថីលោកទៅរស់ស៊ីនៅរាជក្រឹសទៅបានប្រាក់មកទៅលេងអាបាយអញមុខចាញ់អទៅរួចដើរពេលតោទៅណាទៅណីស្រាប់តែទៅចូលវត្តវេលវ័នចឹងណាតែបានជួបព្រះស្ដាប់ធម៌ព្រះអង្គមានសទ្ធាបួសហើយចូលទៅក្នុងព្រៃជួបនាងស្រីម្នាក់នាងស្រីនឹងឯងដែលខ្លួនធ្លាប់ទៅលេងទៅសប្បាយទៅត្រេកអើដោយកាមគុណណាអស់ទ្រព្យណាអស់ទ្រព្យអស់អីហ្នឹងដោយសារតែរឿងកាមគុណហើយទៅលេងសប្បាយរីករាយអីជាមួយនាងហ្នឹងវាមានទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀតហើយចាត់ចែងគ្នាឯងឲ្យទៅផ្នំបរោះម្នាក់ហ្នឹងអ្នករតេះណាឲ្យទៅប្លន់អ្នករតេះហ្នឹងដោយសារនាងហ្នឹងចឹងណានាងហ្នឹងហើយដល់ចឹងទៅអ្នករតេះហ្នឹងវាមានបងប្អូនណាបងប្អូនហ្នឹងដឹករឿងហ្នឹងឯងទៅសម្លាប់នាងហ្នឹងបានចឹងហើយយកមកចោលក្នុងព្រៃខ្មោចហ្នឹងនាងហ្នឹងហើយព្រះថេរៈហ្នឹងលោកនិមន្តទៅនៅក្នុងព្រៃលោកឃើញនាងហ្នឹងដែលគេទៅយកទៅចោលថ្មីហ្នឹងហើយទៅកើតរាគៈជាមួយនឹងនាងនោះស្រាប់តែលោកស្លុតសង្វេកហ្មងចឹងស្លុតសង្វេកត្រង់ថាពីមុនមិនតាន់ស្លៀកដណ្ដប់សម្ពុតការសាវៈអាហ្នឹងវាកើតរាគៈចុះឥឡូវដណ្ដប់សម្ពុតការសាវៈហើយមកកើតរាគៈអីកណ្ដាលសម្ពុតការសាវៈហ្នឹងលោកតក់ស្លុតលោកចឹងតក់ស្លុតលោកកិច្ចទៅហើយតាំងនៅអសុភភាវនាវិញលោកពិចារណាឲ្យឃើញទៅជាសាកសពឃើញអាសុភៈឃើញទ្វារទាំង9ឃើញស្អីសពគ្រប់ទៅលោកបានសម្រេចព្រះអរហន្តទៅណាហើយអារបៀបហ្នឹងសម្បើមទៀតខ្ញុំគ្រាន់តែលើកឧទាហរណ៍មួយហ្នឹងចង់បញ្ជាក់រឿងបាញ់ហ្នឹងខ្ញុំឃើញក្នុងព្រះថេរគាថាណាព្រះអរកថាលោកសម្ដែងរឿងហ្នឹងទៅខ្ញុំកណ្ដាលខ្ញុំបាទចិត្តទៅស្រង់មើលព្រះថេរៈណាលោកនៅក្នុងរាជក្រឹសខ្លះណាដើម្បីយកមកបញ្ចូលក្នុងសភៅនគរមេកធៈហ្នឹងណាហើយឃើញរបៀបរឿងរ៉ាវមុននឹងអរហត្តកើតឡើងលោកវឹកនៅក្នុងកិលេសកម្មនៅក្នុងទោសៈនៅក្នុងមោហៈសម្បើមអញ្ចឹងទេណាអានឹងបានថាការដែលយើងអ្នកបរិបត្តិធម៌ហ្នឹងកុំឲ្យអស់កម្លាំងចិត្តក្នុងពេលខ្លះកើតទុកទោមនស្សសោយសោកអត់សុខធុញទ្រាន់អីហ្នឹងកុំឲ្យមកបន្ទុះក្នុងធម៌ថាមិនមែនជានិយានិកៈធម៌
មិនមែននិយាយនិកៈខួរមិនអាចដឹកនាំសត្វឲ្យរួចផុតចាកទុក្ខទេឬក៏ការអប់រំចម្រើនសតិប្បដ្ឋាននេះមិនអាចដើម្បីកម្ចាត់បងនៅកិលេសបានទេកុំឲ្យទៅបន្ទុះកុំឲ្យទៅតោះនឹងធัวបរិបត្តិណាត្រូវឲ្យដឹងថាកិលេសដែលនៅមិនទាន់បានលះវាកញ្ជ្រោលរោលរែកចឹងឯងតែការសន្សំទាំងយើងត្រូវចម្រើនឆន្ទៈឡើងក្នុងការសន្សំរាប់ជាតិជាអនេកមកហ្នឹងគឺជាការសន្សំណាស់ហើយមួយតក់ក្នុងបច្ចុប្បន្នហ្នឹងឯងពេលណាមួយវានឹងពេញហើយណាយើងត្រូវបំពេញឆន្ទៈយើងក្នុងការសន្សំទៅណាសន្សំយើងមិនមែនមកបង្ខំអីឲ្យបារមីគ្រប់គ្រាន់ហើយឲ្យអស់កិលេសទៅដោយការប្រាថ្នាត្រូវការចង់បានទេវាជារឿងសន្សំហើយយើងរីករាយទៀតដូចជាក្នុងការចម្រើនសតិប្បដ្ឋានអញ្ចឹងការពិតគឺមានពិតប្រកបជាក់ស្ដែងអញ្ចឹងណាញាតិញោមទេប្រុសមើលឥឡូវហ្នឹងតើវាមានលោកដតីណាដែលប្រកបក្រៅពីវិថីចិត្តដែលកើតឡើងហ្នឹងហើយដឹងនៅអារម្មណ៍តាមគ្នាទាំង6ហ្នឹងណាវាមានលោកឯណាក្រៅពីរូបសម្លេងក្លិនរសផតពៈធម្មអារម្មណ៍រាល់ថ្ងៃហ្នឹងណាប៉ុន្តែពិសេសប្រយ័ត្នអាមโนទ្វារវិថីចិត្តហ្នឹងវាគិតវាតាក់តែងនៅលោកនេះដោយសារមโนទ្វារវិថីចិត្តអញ្ចឹងបានជាត្រូវរលឹកដឹងរូបឲ្យប្រកបជារូបសម្លេងក្លិនរសផតពៈឲ្យប្រកបច្បាស់ណាកុំឲ្យវាទៅជាមនុស្សសត្វបុគ្គលក្នុងរូបកុំឲ្យចិត្តតែមើលឃើញមនុស្សសត្វបុគ្គលណាមើលត្រឹមតែរូបឮកុំឲ្យវាចិត្តទៅឮអ្វីក្រៅពីសម្លេងក្លិនរសផតពៈកុំឲ្យវាមានការលាយឡំទៅនៅក្នុងរូបហ្នឹងដល់អញ្ចឹងបានមានបញ្ញាមួយកើតឡើងដឹងថារឿងអ្វីទាំងអស់ហ្នឹងវាជារបស់មโนទ្វារវិថីចិត្តទេព្រោះចក្ខុទ្វារវិថីចិត្តអត់បានដឹងរឿងទេដឹងតែរូបទេសោតទ្វារវិថីចិត្តដឹងតែសម្លេងទេអត់មានដឹងរឿងទេឃានទ្វារវិថីចិត្តធំតែក្លិនទេអត់មានដឹងរឿងក្លិនអ្វីទេជីវហាទ្វារវិថីចិត្តដឹងតែរសទេអត់មានរសអីទេកាយទ្វារវិថីចិត្តដឹងតែក្តៅត្រជាក់រឹងទន់តឹងកម្រើកញ័រទេអត់មានវត្ថុអីទេបើអញ្ចឹងអ្វីទាំងអស់មនុស្សសត្វវត្ថុសម្ភារៈប្រើប្រាស់ផ្លែឈើចំណីចំណុកយ៉ាងណាសម្លេងអីទាំងអស់ក្លិនអីរសអីហ្នឹងវាទៅជាវត្ថុមនុស្សសត្វហ្នឹងវាជាបញ្ញត្តិដោយមโนទ្វារវិថីចិត្តដឹងតែប៉ុណ្ណោះព្រោះវាអត់មានជាមនុស្សជាសត្វអីក្នុងរូបសម្លេងក្លិនរសផតពៈទេវាជាមโนទ្វារវិថីចិត្តដែលបានដឹងរឿងនោះតែប៉ុណ្ណោះវាជាគំនិតដូចជាយើងគិតថាយើងមានប្រាក់$10000មាស10តម្លឹងអញ្ចឹងប្រាក់$10000មាស10តម្លឹងហ្នឹងនៅក្នុងមโนទ្វារវិថីចិត្តទេណានៅក្នុងមโนទ្វារវិថីចិត្តទេដោយសារមួយវិរៈដែលកើតឡើងហ្នឹងគិតទៅនៅក្នុងអារម្មណ៍ហ្នឹងចឹងតែប៉ុណ្្នឹងទេដែលមានហ្នឹងនោះបើមโนទ្វារវិថីចិត្តមិនកើតឡើងហើយវាអត់មានទេ$10000មាស10តម្លឹង